បាទជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូមួយនេះខ្ញុំបាទឈ្មោះស្រីច័ន្ទឆាយជាសិស្ស Associate នៃវិទ្យាស្ថាន iStart ឆ្នាំទី2ហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំសូមធ្វើការ demo តាក់ទងជាមួយនឹង Final Project របស់មុខជា System Administrator នៅឆ្នាំទី1របស់ខ្ញុំនៅក្នុង project នេះពេលដែលយើងចូលមកដំបូងគេគឺយើងមាន landing page ដែលធ្វើការ showcase តាក់ទងជាមួយ project របស់យើងខ្លះហើយតមកទៀតគឺយើងមានចំណុចfeature document ហើយនិង pricing ឯហ្នឹងដែលធ្វើការរៀបរាប់តាក់ទងជាមួយ website របស់យើងហើយទាំងអស់នេះជា feature របស់យើងហើយតមកទៀតគឺយើងមាន document ធ្វើការរៀបរាប់តាក់ទងជាមួយនឹង website របស់យើងនៅក្នុង website របស់យើងគឺអនុញ្ញាតឲ្យ user ធ្វើការ deploy project របស់គាត់ដែលធ្វើឡើងដោយ HTML CSS ហើយ JavaScript អីហ្នឹងអញ្ចឹងនៅពេលដែលគាត់ធ្វើ project គាត់ហើយគាត់អាចធ្វើការ hosting ជាមួយនឹង website របស់យើងបានហើយទាំងអស់នេះគឺជាការរៀបរាប់តាក់ទងជាមួយនឹងstep ដើម្បីធ្វើការ deploy project របស់គាត់ជាមួយនឹង website របស់យើងចំណុចដំបូងគឺយើងមានការ deploy ជាមួយនឹង GitHub ឬក៏ GitLab repository ហ្នឹងអញ្ចឹងuser គាត់អាច deploy ជាមួយនឹង GitHub ឬក៏ GitLab repo របស់គាត់បានហើយនេះជា project structure ដែលគាត់ត្រូវ follow តាមហើយតទៅទៀតគឺ user ក៏អាច deploy ជាមួយនឹង private repository បានដែរហើយសម្រាប់ step ក្នុងការ deploy private repository ក៏មានដាក់នៅក្នុងហ្នឹងដែរហើយជាមួយនឹង GitLab ក៏យើងអាច deploy តាក់ទងនឹង private repository បានដែរហើយបន្តមកទៀតគឺយើងមាន feature មួយដើម្បីឲ្យ user deploy ជាមួយនឹង zip file របស់គាត់អញ្ចឹង user គ្រាន់តែធ្វើការ follow ទៅ project structure របស់ដែលយើងបង្ហាញនៅលើហ្នឹងមកគឺគាត់ zip file របស់គាត់មកហើយគាត់នឹងអាច deploy project របស់គាត់បានហើយ feature មួយទៀតគឺយើងអនុញ្ញាតឲ្យ user deploy ដែលមិនចាំបាច់ធ្វើការ sign up account ឬក៏ login account របស់គាត់ហ្នឹងទេអញ្ចឹងពេលដែល user deploy project របស់គាត់គឺ project របស់គាត់នឹង show ជា public ហើយproject របស់គាត់ហ្នឹងនឹង store ទុកនៅក្នុង database របស់យើងអញ្ចឹងឧទាហរណ៍នៅពេលដែលគាត់ធ្វើការ sign up នៅពេលខាងក្រោយទៀតអញ្ចឹង project របស់គាត់ដែលគាត់បាន deploy មុនហ្នឹងនឹង link ទៅកាន់ account របស់គាត់ automatic ហើយនេះគឺជាចំណុច pricing គ្រាន់តែយើងដាក់ static បាទបន្តមកទៀតខ្ញុំសូមធ្វើការបង្ហាញតាក់ទងជាមួយ dark mode light mode អញ្ចឹង website របស់យើងក៏មានធ្វើការចាប់យក dark mode light mode ទៅតាម system របស់ user ដែរអញ្ចឹងខ្ញុំធ្វើការ switch មកកាន់ dark mode វា website របស់យើងនឹងធ្វើការផ្លាស់ប្ដូរទៅកាន់ dark mode autoឥឡូវយើងចូលមកមើល feature របស់យើងតាក់ទងជាមួយការ deploy ដំបូងខ្ញុំចូលទៅ deploy តាក់ទងជាមួយ GitHub ឬក៏ GitLab ឥឡូវខ្ញុំសូមធ្វើការ test deploy ជាមួយនឹង GitHub អញ្ចឹងខ្ញុំសូមចូលទៅយក project GitHub សម្រាប់ test មួយចុះឥឡូវខ្ញុំយក project GitHub link GitHub របស់ខ្ញុំហើយពេលដែលយើង paste ចូលយើងអាចធ្វើការ fetch ហើយនេះបើសិនជាយើងមាន branch ច្រើនទៀតក៏យើងអាចធ្វើការ select ដើម្បី deploy ពី branch ទាំងអស់ហ្នឹងបានដែរ
ខ្ញុំធ្វើការដាក់ឈ្មោះdomain របស់ខ្ញុំដែលធ្វើការ deploy ហ្នឹងហើយយើងធ្វើការចុច deploy មកគឺរងចាំវាបន្តិចទៅវានឹងredirect យើងទៅកាន់project របស់យើងនេះនៅពេលដែល user គាត់ deploy ហើយគាត់នឹងឃើញ project របស់គាត់ list នៅខាងលើហ្នឹងហើយគាត់អាចចុចចូលទៅមើល project របស់គាត់បានហើយ link នេះក៏គាត់អាច copy ផ្ញើទៅអ្នកផ្សេងឲ្យចូលមើល project គាត់បានដែរយើងធ្វើការប្រើប្រាស់ switch របស់ Cloudflare ដើម្បីបង្កើតជា domain name របស់ project របស់គាត់ហ្នឹងហើយបន្តមកទៀតខ្ញុំសូមធ្វើការ test តាក់ទងជាមួយនឹង private repositoryនៅពេលដែល user បញ្ចូល private GitHub ឬក៏ GitLab repository របស់គាត់មកអញ្ចឹងយើងនឹងធ្វើការទាមទារតាក់ទងជាមួយនឹង personal access token របស់គាត់របស់ GitHub ឬក៏ GitLab របស់គាត់ហ្នឹងហើយ user នឹងត្រូវ follow step ដែលយើងបង្ហាញនៅក្នុង document ដំបូងហ្នឹងដែលដើម្បីធ្វើការយកនៅ personal access token បានហើយសម្រាប់ personal access token របស់ខ្ញុំក៏បានបង្កើត generate រួចដែរអញ្ចឹងខ្ញុំសូមធ្វើការផាសវាចូលទៅ yes ពេលដែលយើងផាសវាចូលហើយវានឹងចាប់យក branch GitHub របស់យើងបានហើយយើងក៏អាចធ្វើការ deploy បានដែរអញ្ចឹងយើងគ្រាន់តែបញ្ចូលឈ្មោះ project របស់យើងមកនេះគឺយើងបានធ្វើការ deploy នៅ project private របស់យើងមុននឹងបានហើយសម្រាប់តាក់ទងជាមួយនឹងនៅពេលដែល user deploy អីមួយអញ្ចឹងគឺយើងក៏មាននៅ Telegram bot ដែលធ្វើឡើងជាមួយនឹង N8N នេះគឺវាចាប់យក user sign up ហើយនិង user new deployment ដែរអញ្ចឹងពេលដែល user deploy មុនហ្នឹងក៏វា load ចូលទៅក្នុង Telegram របស់យើងដែរនេះមុនហ្នឹងខ្ញុំ deploy 2 project ហើយ project ទី1ដែលខ្ញុំ deploy ហើយនេះ private project private report ដែលខ្ញុំ deploy មួយមកពេលដែលយើងចុចមកគឺវានេះអាចមើលបានអញ្ចឹងបន្តមកទៀតខ្ញុំសូមធ្វើការ test ជាមួយនឹង zip deployនេះគឺខ្ញុំដាក់ zip project របស់ខ្ញុំចូល សម្រាប់ zip project ផងណាក៏វាមានលក្ខណៈយើង slow តិចដែរព្រោះយើងត្រូវការ scan ដើម្បីចាប់យក virus អីហ្នឹងបើសិនជា user ចង់ធ្វើការដាក់ virus អីមួយនៅក្នុង zip project របស់គាត់អញ្ចឹងយើងធ្វើការ scan អីវាហ្នឹងដើម្បីកុំឲ្យវា
មានបញ្ហាទាំងអស់នឹងកើតឡើងហើយនេះពេលដែលយើង deploy បានយើងអាចចុចចូលមើលវាហើយចំណុចបន្ទាប់ទាក់ទងជាមួយនឹងការ login sign up មុនហ្នឹងនៅពេលដែលយើង deploy ក៏វា load ចូលមកក្នុង Telegram របស់យើងដែរវាក៏បញ្ជាក់ថែថា user ហ្នឹងគាត់ deploy ជាប្រភេទអីដែរគឺមាន zip upload ឬក៏repo អីចឹងទៅឥឡូវហ្នឹងខ្ញុំសូមធ្វើការ sign up ទាក់ទងជាមួយ user ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំពេលដែលយើង sign up មុនហ្នឹងក៏វា load ចូល Telegram របស់យើងដែរ new user registration ហើយយើងធ្វើការបង្ហាញឈ្មោះនិង email របស់គាត់ជាមួយនឹង user ID ហើយនិងម៉ោងដែលគាត់ធ្វើការ sign up ឥឡូវខ្ញុំធ្វើការ sign in ចូលaccount របស់ខ្ញុំមុនហ្នឹងyes នេះទាំងអស់នេះគឺជាបច្ចេករបស់គាត់ដែលធ្វើការ deploy មុនហ្នឹងអញ្ចឹងគឺវានឹង link មក account គាត់ auto ហើយចំណុចបន្ទាប់គឺយើងមាន feature មួយសម្រាប់ admin គឺគាត់អាចធ្វើការ manage user បច្ចេកបានពេលដែលយើងចូលមកគឺយើងមាន admin dashboard ដើម្បីបង្ហាញថា total user និងបច្ចេកនេះហើយទាំងអស់នេះគឺខ្ញុំដាក់ static បូកជាមួយនឹង dynamic អញ្ចឹងនៅពេលដែលកុំឲ្យវាឃើញវាមានតិចពេកអញ្ចឹងខ្ញុំធ្វើការដាក់លេខបន្ថែមបូកជាមួយនឹង dynamic user ហើយពេលដែល user ធ្វើការ sign up ឬក៏អីចឹងគឺវានឹង load បន្ថែមបូកបន្ថែមហើយបន្ទាប់វាយើងមានតើតងមួយ manage បច្ចេកអញ្ចឹង admin គឺគាត់អាច manage បច្ចេករបស់ user បានគាត់អាចចូលមើលបច្ចេករបស់ user បានហើយគាត់ក៏អាច delete បច្ចេករបស់ user បានហើយកន្លែងនេះគឺយើងមាន search ចូលដល់ចំណុចបន្ទាប់គឺយើងមានការ manage user admin គាត់អាច manage user បានគាត់អាច create user ឬក៏ delete user ឬក៏edit user បានដែរហើយនៅពេលដែលគាត់ delete user ហ្នឹងអញ្ចឹងបច្ចេករបស់គាត់ទាំងអស់ដែល user បាន deploy ហ្នឹងគឺនឹងត្រូវលុបទៅជាមួយគ្នាបាទឥឡូវនេះខ្ញុំសូមធ្វើការ test create user user ដែលយើងបាន create មុនហ្នឹងហើយយើងក៏អាចធ្វើការ edit គាត់បានដែរហើយបន្តមកទៀតខ្ញុំសូមធ្វើការ test delete user ឥឡូវខ្ញុំសូមធ្វើការ test delete user testing នៅពេលដែលយើងធ្វើការ delete វានឹង load message មកជាក់ថា user ត្រូវបាន delete ហើយអញ្ចឹងបច្ចេកដែល user testing បាន deploy ហ្នឹងក៏ត្រូវបានលុបដែរឥឡូវខ្ញុំសូមចូលមករៀបរាប់ទាក់ទងជាមួយនឹងបច្ចេករបស់ខ្ញុំវិញម្ដងដែលដំណើរការរបស់បច្ចេកខ្ញុំអញ្ចឹង
នៅពេលដែល user deploy ជាមួយនឹង GitHub ឬក៏ GitLab អីហ្នឹងដំបូងគឺវាធ្វើការ clone បច្ចេករបស់ user យើងហ្នឹង clone ហើយវាធ្វើការ validate ជាមួយនឹងបច្ចេក structure ហើយបន្តមកទៀតគឺវាធ្វើការប្រើប្រាស់ shell script ដើម្បី find នៅ free port នៅលើ server របស់យើងដើម្បី run បច្ចេករបស់ user យើងហ្នឹងហើយបន្តមកទៀតវាប្រើ service របស់ PM2 ដើម្បី run បច្ចេក user ដោយសារនៅពេល server ដាច់ភ្លើងឬក៏ restart server អីហ្នឹងអញ្ចឹងក្រោយពេលដែល server មានបើកឡើងវិញហ្នឹងអញ្ចឹងគឺ user PM2 service ហ្នឹងគឺ start បច្ចេករបស់ user automatic មកយើងអត់ចាំបាច់ទៅ config បច្ចេករបស់ user ឡើងវិញទេហើយបន្តមកទៀតគឺយើងធ្វើការបង្កើត subdomain ចេញពីដោយប្រើ Cloudflare service អញ្ចឹង Cloudflare របស់យើងនេះគឺយើងមានធ្វើការបង្កើតនៅ DNS record សម្រាប់ user ហ្នឹងដើម្បីឲ្យ user គាត់ធ្វើការ access ទៅកាន់ website របស់គាត់បាននេះគឺជា PM2 service ដែលនៅពេលដែល user គាត់ deploy បច្ចេករបស់គាត់អីហ្នឹងគឺបច្ចេករបស់គាត់នឹងធ្វើការ start ដោយប្រើ PM2 service ហ្នឹងអញ្ចឹងនៅពេលដែលserver restart អីហ្នឹងគឺ PM2 service ហ្នឹងនឹងចាប់ផ្ដើម restart បច្ចេករបស់ user automatic អញ្ចឹង user គឺគាត់អាច access បាននៅពេលដែល server បើក online ហើយតទៅទៀតចុងក្រោយគឺយើងធ្វើការ return URL នៃបច្ចេករបស់ user ហ្នឹងទៅកាន់គាត់វិញហើយនេះគឺជារបៀបក្នុងការដំណើរការក្នុងការនៅពេលដែល user គាត់ deploy បច្ចេករបស់គាត់ដំបូងឡើយគឺយើងធ្វើការ scan នៅពេលដែល user គាត់ upload បច្ចេករបស់គាត់យើងធ្វើការ scan សិនមុននឹង upload មុននឹង extract ហើយបន្តមកទៀតយើងធ្វើការ extract ហើយបានយើង scan ម្ដងទៀតដោយប្រើ software ចំណុចបន្តគឺយើងធ្វើការ validate បច្ចេក structure ហ្នឹងហើយបន្តមកទៀតគឺយើងធ្វើការប្រើប្រាស់ shell script ដើម្បី find port ដូចមុនហ្នឹងដែរហើយយើងប្រើ service របស់ PM2 ដើម្បី start user បច្ចេកយើងបន្តទៀតគឺយើងបង្កើត subdomain ដោយប្រើ Cloudflare ហើយនឹង return URL ទៅកាន់ user ហើយអានេះគឺជាចំណុចពិសេសនៅពេលដែលuser គាត់ធ្វើការ deploy ដោយមិនចាំបាច់ login នៅពេលដែល user គាត់អត់ login អញ្ចឹងបច្ចេករបស់គាត់ហ្នឹងគឺធ្វើការភ្ជាប់ជាមួយនឹង temp session ID ដែល store ទៅនឹង database របស់យើងគឺយើងប្រើប្រាស់ SQLite ហើយនឹងPrisma ORM ហើយនៅពេលដែល user គាត់ login គាត់ sign up បច្ចេកដែលគាត់ធ្វើការ deploy មុនហ្នឹងដែលអត់ទាន់ login ហ្នឹងហើយវានឹងធ្វើការ connect ទៅកាន់ account របស់ user ហ្នឹង automatic yes អញ្ចឹងបច្ចេករបស់ខ្ញុំគឺអស់ធំហ្នឹងហើយខ្ញុំសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ